bạn và chui chúng mình phim Dr. Kim mà dạng như những người bong bóng dương trà mình đến cái chúng mình là bánh hà chúng mình sau của biển chẳng là cái bánh hà của biển nhưng xâm lược do đường bảy bạn chừng bảy là dương nghi du lịch làm mới cái bánh hà của biển đã cứ cái bánh hà đông sạch mà đông sạch của biển chẳng hay một chiếc cái bánh hà mề rốt nông cặp của biển hay một chiếc cư chừng người sau của biển chẳng những bay chạy bay nắng ở tại trình bị nhiệt chẳng là cái bánh hà đông sạch của biển rồi còn miền bánh hà mề rốt nông cặp của biển cứ sẽ nhà với sự điện thế ai không như toàn thả cá chui chắp cư chui chắp kháng bị tách kháng hay bờ sân miền đông sạch biệt thua ở dương miền khác cư phía trang cư thua tôi liền một hay không cuốn cái sự này chắc là mấy ai đăng tha tao dương miền bánh hà đông sạch rồi có dương miền mề rốt chắc bờ sân là tham mề rốt dương ăn chua xiếp rồi có mình tam điểm một bà sân mề rốt có bèo biển bà cái do liền một tới đất rồi có cá chua xiếp hai bờ sân chỉ dương song sai thái dương miền bánh hà đông sạch của biển cứ tam giả cả sông chẳng ca sông gặp bèo của biển sông làm mấy ấy bờ sân chỉ dương sông mưa hao lư tìm mua dương sông hao ấy ban đi tha là tập họ miền bánh hà tế ở miền đông po túi miền đông của biển có camera nó ảnh phật mới khơi này cho bờ sân đi sạch sạch như như từ mưa tới bờ sân đi sạch nó nhờ chỉ sạch ở thầm đá tế nó dương năm xa dập bên mặt tất bị tất bắt chọc chìm ok chẳng là ca sông cái biển mình bên sông là mấy chia báo thế cứ dương sông làm bấy bằng chẹt bị rô sinh nhà cho bát ha tao dương miền bánh hà rồi liệt cái biển là xa tại miền đông sáchឬក៏là xa mê rô bàឬក៏ជំងឺខ្សោយរបៀនចឹងបើសិនជាយើងសុំឲ្យអត់មានបញ្ហាទេបងប្អូនកុំជាយើងសុំម្ដងតែបានហើយអ្នកខ្លះរយៈពេល1ឆ្នាំសុំតែ2 3ដងបាទអញ្ចឹងសុំដើម្បីអីគេបាទមិនមែនសុំដើម្បីព្យាបាលទេណាសុំឲ្យមានបញ្ហាមេរោគក្នុងកាពះរបៀនអត់ចឹងមេរោគកាពះរបៀនគឺទី1ដែលខ្ញុំជំរាបទេណាគឺការមើលលាមកហើយនឹងការជួសឈាមចឹងបើសិនជាយើងមើលលាមកហើយអត់មានបញ្ហាទេអត់មានមេរោគអីទេហើយជួសឈាមអត់មានឃើញទេតែសញ្ញានៃការឈឺចុកចាប់អ្នកក្នុងពោះនេះដងរឹងដងរៀបដងនេះគឺគេឲ្យសញ្ញាមួយទៀតគឺតាក់ទងនឹងបញ្ហាខ្សោយពោះវៀនដែលយើងហៅថាជំងឺ IBS ឬក៏បាក់ចិញ្ចើមពោះវៀនយើងខ្សោយអញ្ចឹងវាបញ្ហាផ្លូវចិត្តជាមួយនឹងបញ្ហាផ្លូវកាយសំដៅទៅលើប្រព័ន្ធរំលាយអាហារអ្នកដែលមានបញ្ហាខ្សោយពោះវៀនច្រើនតែអារម្មណ៍នឹងច្របូកច្របល់ហើយចិត្តគាត់ចង់ជាភ្លាមៗអញ្ចឹងបងប្អូនត្រូវមានភាពអត់ធ្មត់ក្នុងការព្យាបាលបងប្អូនមុនគេបំផុតបងប្អូនត្រូវតែពង្រឹងគឺទៅលើផ្លូវចិត្តរបស់យើងបញ្ហាខ្សោយពោះវៀនគឺដោយសារតែពោះវៀនរបស់យើងចិញ្ចើមពោះវៀនរបស់យើងនឹងវាស្ដើងអញ្ចឹងវាធ្វើឲ្យយើងងាយនឹងប្រតិកម្មជាមួយនឹងចំណីអាហារអញ្ចឹងចំណីអាហារបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នត្រូវការសម្រិតសម្រាំងកុំឲ្យខ្លួនយើងនឹងតែធៀបជាមួយគេមិនបានហូបបានគេអញ្ចឹងគេចុះអញ្ចឹងខ្លួនយើងកុំប្រៀបធៀបជាមួយគេបាទគេហូបបានជារឿងរបស់គេយើងហូបបានជារឿងរបស់យើងព្រោះមាត់យើងគាត់គឺយើងហូបបន្លែដែលស្រស់ឆ្អិនបាទហើយមិនតែទៅចេះដូចជារបស់ជូរបោះផ្អាប់បោះហិលបោះផ្អែមបាទឬក៏បន្លែឆៅបាទបងប្អូនត្រូវតែជៀសវាងបានយើងជៀសវាងយើងហូបបន្លែដែលឆ្អិនហើយសឡកុំហូបសឡដែលមានជាតិគ្រឿងបាទហើយបន្លែនោះទៀតខ្ញុំក៏ឃើញដូចជាម្ទេសផ្លោកដូចជាពេញប៉ោះបាទដូចជាខាត់ណាដូចជាស្ពៃក្តោបខ្ញុំឃើញបងប្អូនហូបទៅគឺភាគច្រើនគឺធ្វើទុកបាទហើយវាពិបាករលាយអញ្ចឹងបងប្អូនយើងហូបយើងកុំហូបម្ដងឲ្យឆ្អែតម្ដងឲ្យឆ្អែតយើងហូបតិចតិចតែហូបច្រើនដងបាទហើយធំជាងគេគឺកែប្រែទម្លាប់នៃការរស់នៅរបស់យើងទី1គឺការហាត់ប្រាណសំខាន់មែនទែនហាត់ប្រាណភាគច្រើនគឺផ្លូវចិត្តរឹងមាំបាទតែនៅពេលដែលផ្លូវចិត្តយើងទ្រុឌទ្រោមទេដែលយើងអាចបានតែហាត់ប្រាណអញ្ចឹងគេសង្កត់លើខ្សោយពោះវៀននេះគឺទៅមិនឲ្យផ្លូវចិត្តគាត់រឹងមាំដោយសារតែផ្លូវចិត្តយើងទ្រុឌទ្រោមនឹងហើយបានធ្វើឲ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងកាន់តែទ្រុឌទ្រោមទៅតាមអញ្ចឹងការហាត់ប្រាណជ្រើសរើសមួយថ្ងៃតែមិនបាន2ដងទៅ30 ទៅ 40 នាទីទី2តើទៅការជ្រើសរើសទឹកអញ្ចឹងខ្ញុំចង់ជំរាបសូយ៉ូមម៉ាញ៉េស្យូមគឺជាសារជាតិល្អដែលបងប្អូនចាំបាច់ត្រូវការហូបជាពិសេសអ្នកដែលមានបញ្ហាជំងឺ IBS ហ្នឹងគឺចាំបាច់ត្រូវការសារជាតិទាំងអស់ហ្នឹងម៉ាញ៉េស្យូមជួយឲ្យសុខភាពខួរក្បាលរបស់យើងល្អបាទសូយ៉ូមធ្វើឲ្យជំរាបទឹកចូលក្នុងរាងកាយរបស់យើងនិងប៉ូតាស្យូមជួយឲ្យជំរាបទឹកក្នុងរាងកាយរបស់យើងបានល្អហើយជួយឲ្យពោះវៀនជួយពោះវៀនរបស់យើងមានសំណើមល្អទៀតអញ្ចឹងហើយបានខ្ញុំក៏ឃើញថាបងប្អូនមួយរយៈនេះនៅពេលដែលគាត់ញ៉ាំទឹកបានត្រឹមត្រូវគាត់ជួយរាងកាយគាត់បានច្រើនហើយក្នុងនោះដែរនៅក្នុងទឹកកូឡេនេះក៏មានជាតិកាល់ស្យូមទៀតអញ្ចឹងឃើញយើងហូបទឹកវិញទៀតតើតោងជាមួយនឹងបញ្ហាពោះវៀនហ្នឹងទី1យើងជ្រើសរើសរបបអាហារបានត្រឹមត្រូវហើយយើងមានការជ្រើសរើសការហាត់ប្រាណហើយយើងចាំបាច់ត្រូវការប្រឹក្សាជាមួយនឹងគ្រូពេទ្យអញ្ចឹងការប្រឹក្សាមួយគ្រូពេទ្យនេះគឺសំខាន់មែនទែនយើងត្រូវតែមានជំនឿចិត្តមួយគ្រូពេទ្យបាទគ្រាន់តែមានការជឿទុកចិត្តមួយគ្រូពេទ្យហ្នឹង 50% យើងជាបាត់ទៅហើយបាទហើយបន្តមកយើងត្រូវការពេលវេលាក្នុងការព្យាបាលអញ្ចឹងក្នុងនោះមានការដូចខ្ញុំបានជម្រាបពីមុនណាតើតោងជាមួយ prebiotic ឬក៏តើតោងជាមួយនឹងថ្នាំមួយចំនួនដើម្បីទៅបង្កើតភាសាជាតិអំអិលក្នុងពោះវៀនរបស់យើងអញ្ចឹងវាត្រូវការពេលវេលាតែទុយទៅពោះវៀននេះមិនមែនដោយសារមេរោគទេដោយសារតែចិញ្ចើមពោះវៀនរបស់យើងវាខ្សោយអញ្ចឹងយើងត្រូវការបង្ហាញ IBS មិនមែនជំងឺព្យាបាលបញ្ជាទេតែត្រូវការពេលវេលាក្នុងការព្យាបាលបាទអញ្ចឹងគឺបានសម្ភារល្អពីខ្ញុំទៅទីមក100ឆ្នាំទាំងអស់នេះបាទ